sắc xa âm pi Redbond The Redbond គឺជាផ្ទាំងឧបករណ៍សម្រាប់ប្រើប្រាស់លើការងារផ្សេងៗ Redbond បាទគឺជាបន្ទះឬក៏ចម្រៀកឬក៏ផ្ទាំងបាទអញ្ចឹងយើងមើលរូបភាពនេះផ្ទាំង Redbond មានផ្ទុកនៅ tool group ជាច្រើនណាដូចជាបាទ clipboard ដូចជា slide ដូចជា font ដូចជា paragraph បាទអញ្ចឹងយើងមើលកម្មវិធីនេះមកបាទអញ្ចឹងនេះទាំងអស់នេះឯងគេហៅថា Redbond មួយជួរទាំងអស់ហ្នឹងណាបាទជា Redbond បន្ទាប់មកទៀតយើងមើលក្នុង Redbond មួយហ្នឹងគឺមាន group ច្រើនរបស់វាអញ្ចឹងទី1មានដូចជាបាទនេះក្នុង home នេះមានដូចជាបាទ clipboard group បាទមាន slide group មាន font group ហើយនឹងមាន paragraph group បាទបន្តមកទៀតយើងមើលក្នុង step ហ្នឹងអញ្ចឹង show ឬក៏ hide ribbon ពេលដែលយើងคลิกលើសញ្ញាព្រួញឡើងលើនេះមានន័យថា hide ribbon ពេលដែលយើងคลิกសញ្ញាព្រួញចុះក្រោមចេះមានន័យថា show ribbon តោះអញ្ចឹងយើងមើលការអនុវត្តនេះអញ្ចឹងនៅខាងលើនេះបាទយើងคลิกហ្នឹងមកឡើងលើមកហើយវាបាទ hide បាត់ហើយអញ្ចឹងคลิกសញ្ញាព្រួញចុះក្រោមហ្នឹងមកវាបង្ហាញមកក្រោមវិញយើងចុច mouse ស្ដាំលើ menu ហ្នឹងយកពាក្យថា minimize the ribbon ណាអញ្ចឹងឬក៏យើងចុច mouse ស្ដាំលើហ្នឹងវិញយើងដោះ tick លើ minimize ហ្នឹងវិញមកវាបង្ហាញឲ្យយើងធម្មតាវិញ